កូនអាយុ13ខែទៅ14ខែគាត់ចេះអីខ្លះតើតើជាមួយនឹងការវត្តខួរក្បាលរបស់កុមារចំណុចដែលឪពុកម្ដាយត្រូវតែចំណាំឬក៏តាមដានសង្កេតមើលទៅលើកូនចំពោះកូនអាយុ13ខែបានន័យថាគាត់អាយុបាន1ឆ្នាំ1ខែដូច្នេះចំណុចទី1ដែលត្រូវតែសង្កេតទៅលើកូនគឺគេហៅថា gross motor skill គឺជំនាញដែលកូនចេះប្រើនៅចលនាសាច់ដុំធំចំពោះកូនអាយុ13ខែតើតើជាមួយចលនាសាច់ដុំធំរបស់គាត់គឺគាត់ចេះដើរហើយគាត់លើកដៃទាំងពីរឡើងលើហើយងាកចេញក្រៅបន្តិចដែលគេហៅថា high gut ដូចនៅក្នុងរូបដែលនាងខ្ញុំដាក់ឲ្យបងប្អូនមើលអញ្ចឹងចំណុចទី2គឺយើងត្រូវចេះសង្កេតមើលទៅលើការប្រើប្រាស់នៅចលនាសាច់ដុំទុយៗរបស់គាត់ដែលហៅថា fine motor skill គឺគាត់ចេះលោកដៃទីចាប់យករបស់នៅក្នុងដបឬក្នុងកែវឬនៅក្នុងក្រឡបានចំណុចទី3តកតងជាមួយនឹង self help ការជួយខ្លួនឯងគឺកុមារអាយុ13ខែគាត់ចេះកាន់ដបទឹកហើយញ៉ាំទឹកដោយខ្លួនឯងប៉ុន្តែគឺមានកំពុកខ្លះចំណុចទី4គឺ problem solving តកតងជាមួយនឹងជំនាញក្នុងការដោះស្រាយបញ្ហាប្រសិនបើយើងទិញរបស់ថ្មីឲ្យគាត់លេងហើយរបស់ថ្មីហ្នឹងអត់ទាន់ហែកស្រោមចេញទេនៅពេលដែលយើងហែកឲ្យគាត់គឺគាត់ចេះចាប់ហែកថង់ផ្លាស្ទិកឬក៏ប្រអប់ហ្នឹងចេញហើយគាត់អាចឈងដៃទៅចាប់ឬក៏ទៅយករបស់ដែលខ្ពស់ជាងគាត់ឬក៏នៅឆ្ងាយពីខ្លួនគាត់បានចំណុចទី5តកតងជាមួយទៅនឹងជំនាញក្នុងការប្រើប្រាស់អារម្មណ៍ឬក៏ជំនាញក្នុងការចូលរួមជាមួយនឹងសង្គមគឺគាត់អាចចេះលេងបោះបាល់ទាត់បាល់ជាមួយទៅនឹងក្មេងៗដូចគ្នាឬក៏ជាមួយនឹងឪពុកម្ដាយហើយបើសិនបើគាត់លេងកូនឡានវិញគឺគាត់ចេះលេងហើយរុញវាទៅមុខឬក៏ទៅក្រោយឬក៏អាចបត់ឆ្វេងបត់ស្ដាំបានហើយគាត់ចេះសុំឬក៏ប្រើសញ្ញាដើម្បីឲ្យឪពុកម្ដាយដឹងថាគាត់កំពុងតែចង់បានអ្វីមួយចំណុចទី6គឺ receptive languages ឪពុកម្ដាយត្រូវតែចេះសង្កេតមើលតាក់ទងជាមួយទៅនឹងការយល់ដឹងអំពីភាសាគឺគាត់ចេះងាករកមើលនៅពេលដែលយើងសួររបស់អ្វីមួយដែលនៅក្បែរគាត់ឧទាហរណ៍យើងនិយាយថាកូនឡានបាត់តាណាបាត់អញ្ចឹងគឺគាត់នឹងកលេសរកមើលកូនឡានហ្នឹងឯងចំណុចទី7គេហៅថា expressive languages គឺជាសមត្ថភាពដែលកុមារគាត់ចេះនិយាយភាសាចំពោះកុមារអាយុបាន13ខែគឺគាត់អាចចេះនិយាយបានប្រហែលជា3ម៉ាត់ហើយអាចចេះនិយាយឆ្លើយឆ្លងជាមួយយើងទៅវិញទៅមកបានប៉ុន្តែនៅពេលដែលគាត់និយាយមកហ្នឹងគឺយើងអត់យល់ពីភាសាដែលគាត់និយាយទេដូចនៅក្នុងវីដេអូដែលខ្ញុំដាក់អញ្ចឹងចំពោះកុមារអាយុ14ខែវិញចំណុចដែលយើងត្រូវសង្កេតដូចគ្នាគឺទី1គេថា gross motor skill គឺជំនាញដែលកុមារគាត់ប្រើប្រាស់នៅចលនាសាច់ដុំធំៗរបស់គាត់គឺគាត់ចេះក្រោកឈរដោយខ្លួនឯងបានមិនចាំបាច់រុញឬក៏ទប់នោះទេហើយគាត់ដើរអត់មានដួលទេគឺគាត់ដើរបានល្អចំណុចទី2គេថា fine motor skill គឺជំនាញដែលកុមារប្រើប្រាស់នៅចលនាសាច់ដុំទុយៗរបស់គាត់ចេះធ្វើតាមយើងបាននៅពេលដែលយើងប្រាប់គាត់ឲ្យធ្វើម្ដងហើយម្ដងទៀតហើយគាត់អាចចាប់ចង្កឹះយកទៅដោតនៅក្នុងរន្ធមួយហើយអាចដកចង្កឹះចេញពីរន្ធនោះបានទី3តកតងទៅនឹងការជួយខ្លួនឯងគេថា self help គឺគាត់ចេះទាញឬក៏ដោះស្រោមជើងរបស់គាត់ចេញពីជើងរបស់គាត់ដោយខ្លួនឯងបានហើយគាត់ចេះទំពាអាហារបានល្អទៀតផងមិនត្រឹមតែប៉ុណ្្នឹងទេនៅអាយុ14ខែហ្នឹងគឺគាត់ចេះកាន់ស្លាបព្រាញ៉ាំបាយដោយខ្លួនឯងបានហើយចំណុចទី4គេថា problem solving គឺជំនាញដែលកុមារចេះដោះស្រាយបញ្ហាដោយខ្លួនឯងគឺគាត់ចេះលើកចាក់របស់ចោលខ្ទេចខ្ទីអស់ហើយបើសិនជាយើងដាក់អ្វីមួយនៅនឹងកន្ត្រកឬក៏នៅក្នុងដបឬក៏ក្នុងកែវអីមួយគឺគាត់ចេះលើកចាក់របស់នោះចោលទាំងអស់ចំណុចទី5តកតងជាមួយនឹង social and emotional គឺជំនាញនៅក្នុងសង្គមហើយនឹងអារម្មណ៍របស់កុមារចំពោះកុមារអាយុ14ខែនៅពេលដែលគាត់ចង់បានអ្វីមួយគឺគាត់តែងតែចង្អុលឬក៏បង្ហាញពីចំណាប់អារម្មណ៍របស់គាត់លើសពីនឹងទៅទៀតនៅក្នុងវ័យ14ខែនេះឪពុកម្ដាយរៀងឈឺក្បាលតិចហើយជាពិសេសឪពុកម្ដាយដែលមានផ្ទះថ្មីទើបតែដេកស្អាតហ្នឹងគឺកូនអាយុ14ខែចេះគូសវាឲ្យពេញអញ្ចឹងឪពុកម្ដាយរៀងឈឺក្បាលបន្តិចនៅវ័យ14ខែហ្នឹងចំណុចទី6គឺគេហៅថា receptive languages គឺជំនាញដែលកុមារយល់ដឹងអំពីភាសាគឺកុមារគាត់ចេះធ្វើតាមនៅពេលដែលយើងប្រាប់គាត់ឲ្យធ្វើអ្វីមួយ
ឧទាហរណ៍យើងប្រើគាត់ឲ្យទៅលាងដៃនៅពេលដែលយើងឃើញដៃគាត់កកិចណាហើយទៅពេលទៅគាត់រត់ត្រេទៅលាងប៉ុន្តែគាត់អត់រត់ទៅត្រូវនឹងបន្ទប់ទឹកឬក៏ត្រូវឡាបូលាងដៃទេបើនេះគាត់រត់ទៅត្រង់អញ្ចឹងទៅប៉ុន្តែឡាបូលាងដៃគឺនៅខាងស្ដាំអញ្ចឹងយើងប្រាប់គាត់ថាបត់ស្ដាំអញ្ចឹងគឺគាត់បត់ស្ដាំទៅតាមយើងចំណុចទី7គឺ expressive languages គឺកុមារមានសមត្ថភាពក្នុងការនិយាយឧទាហរណ៍មានឆ្កែមួយឈ្មោះឡាគីនៅពីមុខគាត់អញ្ចឹងនៅពេលដែលគាត់ចង្អុលទៅឆ្កែហើយគាត់អាចហៅឈ្មោះឆ្កែនោះថាឡាគីបានទៀតតើតើជាមួយនឹងកុមារដែលមានអាយុ13ខែទៅ14ខែគឺឪពុកម្ដាយត្រូវតែចេះសង្កេតមើលកូននៅជំនាញដែលនាងខ្ញុំរៀបរាប់ដូចខាងលើប្រសិនបើកូនរបស់ពុកម៉ែបងប្អូនអាយុ13ខែដល់14ខែហើយគាត់អត់ទាន់ចេះនៅជំនាញដែលនាងខ្ញុំបានរៀបរាប់សូមនាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីជួយគាត់ឲ្យបានទាន់ពេលវេលាជាចុងក្រោយនាងខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនដែលតែងតែគាំទ្រវីដេអូរបស់នាងខ្ញុំ like ហើយនិង share ហើយនិង follow page របស់នាងខ្ញុំ